ពួកកូនត្រូវតែចាំគ្មានប្រទេសណាដែលដេរឆានជាប្រទេសកម្ពុជាចោលតែអាចង្រៃចោលសៀមនឹងទេហេមើលមេរៀនអីនឹងហេលោកយុរមន្ត្រីថៃសប្តាហ៍អនុទានដេរឆានអូដេរឆានចោលម្រាយអាហ្នឹងនេះគ្រូប៉ាមួយម៉ាត់ចោះក្រុមគ្រួសារស្ដេចថៃសប្តាហ៍ឈួតអាមកពូជត្មងហើយមើលមេរៀនអីហ្នឹងអានេះគ្រូសុំមើលដែរមើលរបៀបដាក់ជីដំណាំសត្វជ្រូកឲ្យបានត្រឹមត្រូវហេយោអាចចំប្រាសិទ្ធជីតបខ្មៅចោលសៀមមកមានប្រាប់គ្រូមួយម៉ាន់ស្វាគមន៍លោកគ្រូជុំក្រុមចៃនេះអានេះកូនសិស្សជ្រូករបស់កូនសិស្សឲ្យទាំងអស់មែនបាទលោកគ្រូនេះជាជ្រូករបស់ខ្ញុំទាំងអស់ហើយរបៀបចិញ្ចឹមជ្រូកក៏ងាយស្រួលដែរលោកគ្រូហើយគេចិញ្ចឹមមិនតើអានេះសូមចាំបន្តិចលោកគ្រូកំបាំងចិញ្ចឹមជ្រូកនេះខ្ញុំលាក់បាំងចិត្ត20ឆ្នាំមកហើយខ្ញុំមិនដែលប្រាប់អាណាក្រៅពីលោកគ្រូឯងទេមកនេះមើលដាក់មកបាត់រំវងសារវ័នឡាំលាវជាមួយខ្ញុំយកពួកអាសៀមឈាមថោ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 កអូពួកអាសៀមឈាមថោកពួកអាសៀមឈាមថោកពួកអាសៀមឈាមថោកអុយម៉ែវាមិនខ្ញុំរនៅអត់ឃើញចឹងល្ងងម៉ែខ្ញុំមិនជាល្ងងណាកសិដ្ឋានចិញ្ចឹមជ្រូកបាននេះកំពុងតែជោគជ័យខ្លាំងដោយប្រើជីតបខ្មៅចោលសៀមនិងចាក់បាសរំព្រឹកល្ងាចខ្ញុំមិនជាល្ងងណាខ្ញុំមិនចេះល្ងងណាខ្ញុំពិតជាល្ងងណាក្រោយឲ្យអាគូទៅយកពលឹងអាស្ដេចថៃវិជ្ជាឡាលងកនមិនបាតានឹងមកចឹងវិញចំមែនអាគូតាមើលមេរៀនអីហ្នឹងតាចំណាស់នេះនឹងខលទៀតទៅមើលរឿងជប៉ុនដែលស្ដេចថៃវាថតទៀតតា